ម្ហូបមួយមុខនេះមិនអន់ទេរសជាតិរបស់គេនឹងគឺឆ្ងាញ់ខ្លាំងណាស់ចំពោះបងប្អូនយើងដែលចូលចិត្តបែបជូរជូរហឹលហឹលណាហើយចូលចិត្តក្លិនផុកបាទបាត់ក្លិនផុកមួយថ្ងៃមិនបានអីនេះគឺត្រូវខ្លាំងណាស់ជាមួយនឹងបុកស្វាយផុកឆៅរបស់យើងនេះញ៉ាំជាមួយនឹងមាន់បំពងមាន់អាំងឬក៏ត្រីអាំងឬក៏សាច់អាំងផ្សេងណាញ៉ាំជាមួយនឹងបុកស្វាយផុកឆៅរបស់យើងនេះគឺដឹងតែពិសេសមែនតែនតែម្ដងណាបងប្អូនយើងនៅពេលដែលបងប្អូនយើងមានអារម្មណ៍ស្ទុះមានអារម្មណ៍អត់សូវស្ទុះណាញ៉ាំជាមួយម្ហូបមួយមុខនេះមកបែបជូរជូរលះហឹលលះហើយនេះគឺត្រូវខ្លាំងណាស់ដឹងតែឆ្ងាញ់មែនតែនតែម្ដងមិនចេះតែអួតទេបើសិនជាមិនធ្លាប់បានញ៉ាំទេក៏ដូចជាមិនធ្លាប់បានសាកល្បងធ្វើមុខមួយមុខនេះទេមកធ្វើជាមួយខ្ញុំទាំងអស់គ្នាយើងមានមាន់មកបាទមួយក្បាលក៏បានមួយចំហៀងក៏បានដែរមាន់របស់យើងនេះយើងចាប់ដើមយើងប្រឡាក់គ្រឿងណាបងប្អូនណាបាទដាក់ម្សៅស៊ុបហើយនឹងប្រេងខ្យងបងប្អូនយើងបាទបាច់ចាំដាក់អីផ្សេងទេដាក់តែប៉ុណ្្នឹងបានហើយមកល្មមមកបន្ទាប់ពីយើងដាក់គ្រឿងផ្សំទាំងនេះរួចរាល់ហើយយើងចាប់ដើមមកម៉ាស្សាទៅលើសាច់មាន់របស់យើងហ្នឹងបាទម៉ាស្សាឲ្យសព្វមកបើសិនជាមាន់មួយយើងម៉ាស្សាទាំងមូលមកតែបើថាមាន់មួយចំហៀងម៉ាស្សាមួយចំហៀងហ្នឹងទៅអញ្ចឹងយើងម៉ាស្សាមាន់របស់យើងជាមួយនឹងគ្រឿងផ្សំរបស់យើងឲ្យបានចូលសព្វចូលជាតិគ្នាល្អអញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីយើងម៉ាស្សាមាន់របស់យើងហើយបើសិនជាបងប្អូនមានត្រីដាក់ត្រីទៅណាបាទមិនចាំបាច់មានតែមាន់ទេអញ្ចឹងទុកមួយឡែកសិនទៅចំពោះមាន់របស់យើងនេះតោះមកយើងមានគ្រឿងផ្សំរបស់យើងមានស្វាយខ្ចីមានប្រហុកចិញ្ច្រាំណាបាទបងប្អូនយើងផុកច្រាំមកល្មមមកហើយគ្រឿងទេសរបស់យើងនេះមានខ្ទឹមក្រហមខ្ទឹមសក៏ដូចជាម្ទេសអញ្ចឹងគ្រឿងផ្សំ3មុខរបស់យើងនេះបាទគ្រឿងទេសរបស់យើង3មុខនេះយើងយកអាគ្រឿងទេសរបស់យើងហ្នឹងមកលីងមកណាបាទមកលីងវាអញ្ចឹងអាលីងនេះយើងមិនដាក់ខ្លាញ់ទេគឺយើងដាក់ទឹកបាទដើម្បីឲ្យវាឆ្អិនណាអញ្ចឹងនៅពេលដែលយើងដាក់ទឹកស្ងោរបៀបស្ងោររបស់វាបាទស្ងោរគ្រឿងទេសរបស់យើងហ្នឹងមើលតាមយូរទៅបាទយើងលីងបាទឆ្អិនបែបនេះអញ្ចឹងយើងចាប់ដើមដួសអាគ្រឿងទេសរបស់យើងហ្នឹងមកទុកវាលើមកហើយចំពោះខ្លាញ់បាទយើងចាប់ដើមចាក់ខ្លាញ់លើខ្ទះម្ដងទៀតមកធ្វើការបំពងត្រីឬក៏បំពងមាន់បងប្អូនអញ្ចឹងណាអញ្ចឹងឲ្យវិធីបំពងបងប្អូនប្រកាសជាចេះហើយបាទធ្វើម៉េចបំពងឲ្យបានឆ្អិនល្អឲ្យបានឈ្ងុយសព្វសារពើមកបន្តទៀតយើងចាប់ដើមមកបុកបាទជាមួយនឹងប្រហុកឆៅបាទស្វាយខ្ចីរបស់យើងនេះបើសិនជាបងប្អូនមានកសាំងណាដាក់បុកកសាំងស្វាយខ្ចីសំទោសបុកកសាំងផុកឆៅក៏តំណងដែរប្រហុកនេះបើសិនជាបងប្អូនមិនចង់ញ៉ាំឆៅទេយើងយកទៅអាំងបងប្អូនយើងបាទដាក់ខ្ចប់ដាក់ចេកអាំងក៏បានដែរអញ្ចឹងចាប់ដើមដាក់គ្រឿងទេសដែលយើងបានលីងឆ្អិនហ្នឹងបងណាបាទលីងឆ្អិនមិញហ្នឹងចាប់ដើមធ្វើការដាក់ប៊ីចេងបន្តិចដើម្បីងាយស្រួលបុកកុំឲ្យវាខ្ទាតអីចឹងណាបើសិនជាក្បាលរបស់យើងវែងធំខ្ពស់បាទបុកទៅមិនខ្ទាតខ្ចាយទេតែក្បាលរបស់ខ្ញុំនេះរៀងខ្លីអញ្ចឹងវាងាយខ្ទាតអញ្ចឹងយើងបុកម៉ត់ហើយគ្រឿងទេសរបស់យើងហើយចាប់ដាក់មួយប្រហុករបស់យើងមកផុកនេះផុកឆៅបើសិនជាបងប្អូនចង់ឆ្អិនយើងយកទៅអាំងលឹកចេកមកឆ្អិនទៅចាំយើងមកបុកអញ្ចឹងយើងបុកត្រឡប់ជាមួយនឹងគ្រឿងទេសរបស់យើងឲ្យសព្វចូលជាតិគ្នាល្អមកឃើញថាផុករបស់យើងក៏ដូចជាគ្រឿងទេសរបស់យើងពេលបុកបញ្ចូលគ្នាទៅណាឈ្ងុយខ្លាំងណាស់ឈ្ងុយមាំណាចឹងបន្ទាប់ពីឃើញថាបុកចូលជាតិនេះល្អហើយបាទសពនេះល្អហើយបន្តពីនេះបងប្អូនយើងកម្រងចាំយូរទៀតឡើយដាក់ជាមួយស្វាយខ្ចីដែលយើងបានសាប់រៀបរាល់ហ្នឹងចូលមកក្នុងបាទត្បាល់បុកជាមួយនឹងផុកឆៅរបស់យើងហ្នឹងមកចឹងបាទត្បុកត្រឡប់ត្បុកត្រឡប់ណាយើងត្បុកត្រឡប់ទៅរហូតដល់ឃើញថាស្វាយខ្ចីរបស់យើងជាមួយនឹងប្រហុករបស់យើងហ្នឹងបាទបានសពចូលជាតិគ្នាល្អតើបងប្អូនយើងបានធ្វើការដាក់គ្រឿងផ្សំចូលមកមានប៊ីចេហើយនិងស្ករសអញ្ចឹងណាមិនមែនដាក់អំបិលទេមកណាបាទហើយកុំភ្លេចមកមើលសាច់អាំងឬក៏ត្រីបំពងបានបំពងផងចឹងបន្ទាប់ពីដាក់គ្រឿងផ្សំបាទនឹងភ្លក់មើលរសជាតិឲ្យត្រូវតាមការចូលចិត្តហើយមានតែបងប្អូនយើងបាទបុកស្វាយបាទជាមួយនឹងប្រហុកឆៅរបស់យើងហ្នឹងគឺបានចប់សពគ្រប់តែម្ដងហើយបើសិនជាបងប្អូនមានកសាំងណាបុកសាំងគឺតំណងដែរបាទគឺមានរសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ពីស្វាយខ្ចីរបស់យើងចឹងទៅអញ្ចឹងសម្រាប់ម្ហូបមួយមុខនេះណាมันជាយូរក្នុងការធ្វើទេបើយើងមានគ្នាពីរនាក់យើងជួយគ្នាបន្តិចម្នាក់បាទម្ដាយមួយជើងម្នាក់ទៅគឺបងប្អូននឹងទទួលបានមុខម្ហូបមួយមុខបាទញ៉ាំជុំគ្នាញ៉ាំជាលក្ខណៈគ្រួសារបាទញ៉ាំបាយក៏បានញ៉ាំជាមួយនឹងអាចចាក់ក៏ត្រូវដែរអានេះនោះបាទវារបៀបថាដូចជាយើងបាទញ៉ាំឈឿហឹលជូរឲ្យជ្រះមាត់អញ្ចឹងណាឲ្យមានកម្លាំងបាទលក្ខណៈថាតលាន់នឹងមុខម្ហូបផ្សេងយើងញ៉ាំអាមុខម្ហូបនេះគឺដឹងតែត្រូវចិត្តត្រូវថ្លើមខ្លាំងមែនតែម្ដងអញ្ចឹងបុកស្វាយផុកខ្ចីរបស់យើងនេះអាយ៉ាច្រឡំបុកស្វាយផុកខ្ចីបុកស្វាយប្រហុកឆៅបើសិនជាបងប្អូនបានបញ្ចប់បាទការងារមុខម្ហូបមុខនេះណាញ៉ាំជាមួយនឹងមាន់អាំងក៏បានញ៉ាំជាមួយនឹងមាន់បំពងក៏បានញ៉ាំជាមួយនឹងត្រីអាំងក៏បានដែរនិយាយទៅឲ្យតែមានសាច់អាំងឬក៏សាច់បំពងអីហ្នឹងញ៉ាំជាមួយមុខម្ហូបនេះត្រូវមែនតើអញ្ចឹងសម្រាប់វីដេអូម្ហូបរបស់ខ្ញុំមួយមុខនេះបាទគឺបញ្ចប់តែត្រឹមប៉ុណ្ណេះឯងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច follow page ម្នាក់មួយបងប្អូនយើងដើម្បីទទួលបានវីដេអូថ្មីមុខម្ហូបជាបន្តទៀតអរគុណច្រើនជម្រាបលា